យើងធ្លាប់តែញ៉ាំមីធ្លាប់តែទិញមីញ៉ាំស្រាប់អ្នកគ្នាដឹងថាការធ្វើមីវាមានលក្ខណៈមិនខ្លះរូបរាងអីមិនខ្លះការធ្វើហ្នឹងវាចំណាយពេលមិនខ្លះទេធ្លាប់តែទិញមីគេថ្លៃ4-5,000ស្រាប់ញ៉ាំស្រាប់ចឹងដល់ថ្ងៃហ្នឹងផងដែរលោកគ្រូបានយកផ្នែកធ្វើមីហ្នឹងមកបរៀនដល់កុសលទាំងអស់គ្នាតែការធ្វើមីហ្នឹងមានរយៈពេលយូរមែនតើខ្ញុំចេញជាមីដើម្បីលក់ឲ្យបងប្អូនបានញ៉ាំហ្នឹងគឺច្រើនដំណាក់កាលច្រើន step មែនតើដូចការដែលគ្រូបរៀននេះឃើញថាមានដំបូងយើងមានគ្រឿងផ្សំមកយើងយកទៅកិនក្នុងម៉ាស៊ីនកិននំហ្នឹងកិនវាហើយបានយកមកដាក់ម៉ាស៊ីនដូរម៉ាស៊ីនដាក់ម៉ាស៊ីនមួយទៀតកិនឲ្យវាចេញជារូបរាងតប៉ាតឡើងច្រើនដងបានខ្ញុំដូរក្បាលវាដាក់ក្បាលដែលមានដូចអាណាអញ្ចឹងដើម្បីកិនជាមានសរសៃមកធ្វើជាមីហ្នឹងណាហើយវាអត់ទាន់អស់ធំហ្នឹងទេត្រូវយកវាមកដាក់នៅទឹកក្តៅទៀតទឹកក្តៅពុះ 100% ហ្នឹងណាដាក់វានៅក្នុងទឹកក្តៅវាពុះមកស្ទុះមកល្មមឲ្យឃើញថាសាច់មីរិចអីយកមកលើកវាដាក់ក្នុងទឹកកកហ្នឹងគឺត្រូវអត់ជាក់ខ្លាំងទៀតដូចបានឃើញក្នុងវីដេអូហ្នឹងអញ្ចឹងគឺយើងដាក់ក្នុងទឹកកកដែលមានទឹកកកមកបានអាមីរបស់យើងហ្នឹងវាស្ងួតហើយវាមានភាពល្អអីចឹងទៅអាហ្នឹងទំហំដំណាក់កាលហ្នឹងក៏អត់ទាន់ចប់ដែរយើងនៅយកវាទៅស្ងួតអីចឹងទៀតទៅចង់បានថាការធ្វើមីវាអត់ស្រួលទេវាចំណាយពេលយូរមែនតើតម្រាំចេញជាមីឲ្យបងប្អូនបានហូបបានញ៉ាំហ្នឹងនេះខ្ញុំនិយាយតែមីគីឡូដែលខ្ញុំបានរៀនបានយល់ដឹងទេសម្រាប់មីកញ្ចប់ដែលគេលក់តាមទីផ្សារទីអីហ្នឹងអាហ្នឹងខ្ញុំអត់ដឹងរបៀបក្នុងការធ្វើគេមិនយ៉ាងម៉េច4ខ្នាតគេយ៉ាងម៉េចទេអញ្ចឹងញ៉ាំមីវាល្អទេកុំញ៉ាំច្រើនពេក